ប្រទេសចិនរៀបផែនការ5ឆ្នាំខាងមុខដើម្បីពង្រឹងអំណាចនិងសេដ្ឋកិច្ចប្រទេសចិនលោកស៊ីជីនពីងកំពុងតែរៀបចំនៅកិច្ចប្រជុំនយោបាយដ៏សំខាន់មួយនៅសប្តាហ៍នេះដែលលោកនឹងជំរុញយុទ្ធសាស្ត្ររយៈពេល5ឆ្នាំរបស់លោកដើម្បីពង្រឹងសេដ្ឋកិច្ចធំបំផុតទី2របស់ពិភពលោកនៅក្នុងការប្រឈមមុខនឹងការកើនឡើងកាន់តែខ្លាំងជាមួយនឹងសហរដ្ឋអាមេរិកការជួបជុំគ្នាដែលគេស្គាល់ថាជាកិច្ចប្រជុំពេញអង្គលើកទី4ផ្ដល់នូវឱកាសមួយសម្រាប់លោកស៊ីជីនពីងដើម្បីបង្ហាញឥទ្ធិពលប្រទេសចិននៃផែនការសេដ្ឋកិច្ចកម្ពុជានិងការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់គាត់នៃនយោបាយរបស់ខ្លួនគេក៏បានគូបញ្ជាក់ផងដែរថានៅការប្រកួតប្រជែងរបស់ប្រទេសចិននិងសហរដ្ឋអាមេរិកចំពោះបច្ចេកវិទ្យានិងពាណិជ្ជកម្មការប្រមូលផ្ដុំអិសរាជជនរបស់បកកុម្មុយនីសចិននឹងពិនិត្យឡើងវិញនៅផែនការរយៈពេល5ឆ្នាំខាងមុខរបស់ប្រទេសចិនដែលជាផែនការសេដ្ឋកិច្ចដែលទិសដៅត្រូវបានកំណត់យ៉ាងតឹងរ៉ឹងដោយថ្នាក់ដឹកនាំកម្ពុជានៅក្នុងប្រទេសនេះទន្ទឹមនឹងនេះការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺបានអូសបន្លាយដល់សប្តាហ៍ទី3របស់ខ្លួនខណៈដែលសមាជិកសភាដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅតែជាប់គាំងនៅក្នុងការប្រឈមមុខនឹងការចំណាយនៅក្នុងឆ្នាំខាងមុខកិច្ចប្រជុំពេញអង្គរបស់ប្រទេសចិននឹងត្រូវបានតាមដានយ៉ាងដឹកដល់ដោយអន្តរជាតិសម្រាប់តម្រុយអំពីការងារខាងមុខនៃបកកុម្មុយនីសដែលកំពុងតែកាន់អំណាចយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកាលពីថ្ងៃច័ន្ទទី20ខែតុលាឆ្នាំ2025ដែលបានរាយការណ៍ថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុតនៅឆ្នាំនេះនៅក្នុងត្រីមាសទី3ដែលយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកាលពីថ្ងៃច័ន្ទដែលបានរាយការណ៍ថាមានកំណើន 4.8% ពីមួយឆ្នាំទៅមួយឆ្នាំធ្លាក់ចុះពី 5.2% នៅត្រីមាសមុនដោយសារតែសម្ពាធពន្ធមានទម្ងន់លើសេដ្ឋកិច្ចរបស់ប្រទេសចិន។